ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខានជាងវីដេអូយូរឥឡូវសូមអញ្ជើញរំលែកនៅប្រធានបទដែលតាក់ទងជាមួយនឹងកតញ្ញូធម៌ចំពោះម៉ែដោយសារតែឃើញក្មេងៗសម័យថ្មីនេះម៉ែឪស្ដីបដៅតិចតួចហ្នឹងទៅខ្សិនខ្សៃគ្រាន់តែរៀបចំជីវភាពថ្មីបន្ទាប់ពីរៀនសូត្រហើយហ្នឹងខុសចិត្តហ្នឹងក៏ខ្សិនខ្សៃទៀតចង់សួរថាយើងបានសងគុណគាត់នៅដែលយើងមកទុំពុះគាត់ជាង9ខែដែលគាត់ព្រមមើលថែយើងឲ្យយើងកកើតកំណើតក្នុងផ្ទៃគាត់នេះយើងបានសងគុណទី1ហ្នឹងនៅមិនតាន់ទេបើមិនតាន់ទេសងគុណគាត់សិនទៅចាំតែខ្សិនខ្សៃវាគង់តែខ្សិនខ្សៃទេជីវិតហ្នឹងណែគិតថាគាត់ព្រមឲ្យយើងនៅហ្នឹងមិនគាត់ហៅយើងក៏សុំវល់យើងមកមែនទេណាគឺយើងចង់មកកើតកំណើតជាថ្មីជាមួយគាត់យើងចង់មកកើតជាមនុស្សព្រោះតែការជាប់ជំពាក់របស់យើងត្រូវរៀនយល់ចឹងត្រូវអរគុណគាត់ដែលគាត់ព្រមឲ្យនៅកុំដាក់បន្ទុកគាត់ឬក៏បន្ទោសថាហេតុអីបានមកឯងឲ្យខ្ញុំមកកើតម្ដងទៀតណែអត់ទេណារៀនយល់ចឹងគុណមួយទៀតគឺការចិញ្ចឹមបីបាច់យើងដល់ធំដឹងក្តីនេះចេះនិយាយចេះរៀនសូត្រធ្វើការធ្វើងារនេះម៉ែឪមានកូនជាប់ចនិចយល់អត់ចឹងសងគុណគាត់នៅកុំអាងអីឆ្លោះអាងអីតមាត់អាងអីតវ៉ាយកម៉ែទៅប្រៀបធៀបមួយម៉ែគេឪគេជីវភាពជីវិតរស់នៅរបស់គេទៅប្រៀបធៀបគ្នាបានអីបានឆ្លោះទាស់តែងខឹងចិត្តខ្លួនឯងតាំងមកទុះស្រាយមួយម៉ែឪគឺជាព្រះនៅក្នុងផ្ទះចឹងជៀសវាងកុំរករឿងកុំឆ្លោះមួយគាត់កុំទាស់សម្ដីមួយគាត់អីសោះមិនថាគាត់និយាយខុសឬនិយាយត្រូវទេទោះយ៉ាងណាក៏ដោយគឺជីវិតគាត់បានឆ្លងកាត់នោះជាបំណិនជីវិតគាត់ដែលគាត់ចែកម្លែកគាត់ស្ដីឲ្យយើងគាត់បន្ទោសយើងគាត់បដៅយើងបន្តហ្នឹងហើយយើងអត់ដែលបានឆ្លងកាត់នឹងជីវិតហ្នឹងដូចគាត់ទេតែយកទ្រឹស្ដីខាងក្រៅហ្នឹងមកតមាត់មួយគាត់ចឹងកាលណាតែយើងឆ្លោះមួយម៉ែឪជីវិតនោះអត់ចម្រើនទេវាអត់កំណើតធ្វើអីក៏អត់ចំណេញដែររស់ស៊ីធ្វើការធ្វើងារវាចេះតែដាំក្បាលចោះទេវតាអត់ថែអ្នកដែលគោរពដឹងគុណម៉ែគឺទេវតាតាមថែជានិច្ចមិនថាមានគ្រោះមានភ័យនឹកដល់ម៉ែមុនគេនឹកដល់គុណទឹកដោះម្ដាយថ្លៃដែលម៉ែចិញ្ចឹមបីបាច់ដែលម៉ែឲ្យយើងរស់នេះអញ្ចឹងជីវិតនឹងយើងបានសង្គ្រោះម៉ែគឺជាព្រះនៅតែនិយាយអញ្ចឹងនឹកដល់ម៉ែព្រះមកមិនតាន់នេះគឺម៉ែមកមុនចឹងអ្នកទាំងអស់គ្នាដែលជាកូនណាត្រូវព្យាយាមសាងនៅទំនាក់ទំនងល្អជាមួយម្ដាយកុំព្យាយាមតមាត់កុំរករឿងគាត់ត្រូវនឹកថាធ្វើម៉េចឲ្យម៉ែរស់ស្រួលត្រូវនឹកថាធ្វើម៉េចឲ្យជីវភាពម៉ែហ្នឹងបានសុបាយចិត្តកូនណាដែលមានកតញ្ញូតែប៉ុណ្្នឹងដែលដឹងគុណដែលចង់ឲ្យម៉ែរស់នៅបានល្អហ្នឹងគឺជាចម្រើនណាស់ព្រោះខំប្រឹងព្រោះធ្វើអីប្រយ័ត្នប្រយែងធ្វើអីក៏គិតថាធ្វើម៉េចឲ្យម៉ែសុបាយចិត្តដែរអញ្ចឹងការសន្សំចិត្តបនមួយហ្នឹងគឺទេវតាតាមជុំជ្រែងជានិច្ចអញ្ចឹងអ្នកដែលតែងតែឆ្លោះត្រូវព្យាយាមកាត់បន្ថយហើយកុំមាត់កុំកនៅក្នុងផ្ទះឲ្យគាត់និយាយអីនិយាយទៅជារបស់គាត់បើទៅក្រៅខ្លាំងនៅក្រៅទៅហាសាអោបគាត់ថើបគាត់ការអោបការថើបគាត់នោះគឺបង្កើនភាពស្និទ្ធស្នាលទំនាក់ទំនងម៉ែកូនគឺការផ្ដល់នូវធម៌ពលឲ្យគ្នាទៅវិញទៅមកចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជាពិសេសគឺសម្រាប់ក្មេងៗដែលចូលចិត្តតែចង់ខ្សិនខ្សៃព្រោះរឿងដែលម៉ែឪស្ដីបដៅតិចតួចឯងអរគុណជម្រាបលា